សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Media 100K ថ្ងៃនេះនឹងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃចំហុយខ្មៅនិងផលប៉ះពាល់នៃការញ៉ាំចំហុយខ្មៅសូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗចំហុយខ្មៅជាអាហារផឹកឬក៏ធ្វើបង្អែមមួយដែលគេស្គាល់ថាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់អត្ថប្រយោជន៍ចំហុយខ្មៅ 1. ជួយបន្ថយកម្ដៅក្នុងរាងកាយចំហុយខ្មៅមានលក្ខណៈត្រជាក់ជួយបន្ថយកម្ដៅនិងស្រូបពេលអាកាសធាតុក្ដៅ 2. ជួយការរំលាយអាហារមានជាតិ gel fiber ជួយឲ្យពោះវៀនដំណើរការល្អកាត់បន្ថយការទល់លាមក 3. ជួយបន្ថយជាតិខ្លាញ់និងស្ករអាចជួយគ្រប់គ្រងជាតិស្ករនិងខ្លាញ់ក្នុងឈាមប្រសិនបើមិនបន្ថែមស្ករឬក៏ទឹកដោះគោ 4. សម្បូរដោយអង្គទីអុកស៊ីដង់ជួយការពារកោសិកាពីការខូចខាតនិងបន្ថយហានិភ័យជំងឺមួយចំនួន 5. ជួយបំបត្តិសម្ពាធឈាមខ្ពស់បន្តិចមានសារធាតុខ្លះដែលអាចជួយឲ្យសម្ពាធឈាមមានស្ថិរភាព 6. ជួយស្បែកឲ្យស្រស់ស្អាតដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មនិងជាតិទឹកខ្ពស់ចំណាំកុំបន្ថែមស្ករឬទឹកដោះគោច្រើនពេកព្រោះអាចបាត់បង់អត្ថប្រយោជន៍មនុស្សមានជំងឺទឹកនោមផ្អែមគួរញ៉ាំតិចឬពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតសិនកុំញ៉ាំច្រើនពេកក្នុងមួយថ្ងៃប្រហែល 1 ទៅ 2 ពែងគឺគ្រប់គ្រាន់ហើយការញ៉ាំចំហុយខ្មៅទូទៅមានសុវត្ថិភាពនិងអាចមានអត្ថប្រយោជន៍ប៉ុន្តែបើញ៉ាំមិនត្រឹមត្រូវឬច្រើនពេកក៏អាចមានផលប៉ះពាល់ខ្លះៗដែរផលប៉ះពាល់អាចកើតមាន 1. បង្កឲ្យត្រជាក់ពេកក្នុងខ្លួនចំហុយខ្មៅមានលក្ខណៈត្រជាក់អ្នកដែលងាយឈឺពោះឬរាគក៏អាចមានរោគសញ្ញាកាន់តែខ្លាំង 2. បញ្ហាក្រពះនិងរំលាយអាហារញ៉ាំច្រើនអាចធ្វើឲ្យពោះពិបាករំលាយអាហារយឺតឬពោះអាប់ 3. ជាតិស្ករខ្ពស់បើលាយស្ករឬក៏ទឹកផ្អែមចំហុយខ្មៅដែលលក់ភាគច្រើនគឺមានបន្ថែមស្ករឬក៏ទឹកដោះគោខាប់អាចបង្កហានិភ័យសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមឬអ្នកចង់សម្រកទម្ងន់ 4. អាឡែស៊ីករណីកម្រមនុស្សខ្លះអាចមានអាការៈអាឡែស៊ីដូចជារមាស់ឬពោះវៀនមិនល្អ 5. មិនស្អាតឬមិនមានអនាម័យប្រសិនបើផលិតឬរក្សាទុកមិនបានល្អក៏អាចបង្កឲ្យឆ្លងមេរោគឬពុលអាហារវិធីញ៉ាំឲ្យមានសុវត្ថិភាពញ៉ាំក្នុងបរិមាណមធ្យមមិនច្រើនពេកជៀសវាងការបន្ថែមស្ករច្រើនជ្រើសរើសចំហួយដែលស្អាតនិងមានប្រភពច្បាស់លាស់បើមានអាការៈរាគឬក៏ពោះត្រជាក់គួរឈប់ញ៉ាំសូមអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់ពីដើមដល់ចប់សូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ